អុកឬក៏លបែងចាក់ត្រង់គឺជាលបែងប្រជាប្រិយមួយដែលមានអាយុកាលយូរលោកណាស់មកហើយលបែងនេះទីសោតគឺបានបង្ហាត់ឲ្យអ្នកលេងហ្នឹងគឺគាត់មានភាពវៃឆ្លាតមានភាពមោះមុតនៅក្នុងការដេញតាមល្បិចរបស់ដៃគូប្រកួតផ្សេងរបស់គាត់បានល្អខ្លាំងមែនទែនផ្សារភ្ជាប់ជាមួយនឹងអ្វីដែលខ្ញុំបានលើកឡើងនេះនៅក្នុងថ្ងៃទី19ខែមេសានៅក្នុងតំបន់ភូមិវប្បធម៌នឹងមានការរៀបចំការប្រកួតអុកយៈដ៏ធំមួយដែលជាវគ្គផ្ដាច់ព្រាត់ដោយនៅក្នុងការប្រកួតនោះភាគីប្រកួតប្រជែងទាំងសងខាងសុទ្ធសឹងតែជាអ្នកមានសមត្ថភាពនិងមានភាពវៃឆ្លាតនៅក្នុងការប្រកួតដែលត្រូវបានចម្រាញ់ពីការប្រកួតផ្សេងៗដែលពួកគាត់ធ្លាប់ប្រកួតកន្លងមកហើយចង់ដឹងថារវាងដៃគូប្រកួតប្រជែងទាំងសងខាងតើដៃគូភាគីខាងណាដែលគាត់មានភាពវៃឆ្លាតនិងអាចដណ្ដើមយកជ័យជំនះនៅក្នុងថ្ងៃនោះបានកុំភ្លេចអញ្ជើញចូលរួមទាំងអស់គ្នានៅក្នុងតំបន់ភូមិវប្បធម៌នេះបានច្រើនកកជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026